បាទថ្ងៃនេះមកឆ្លើយសំណួរបងកាលពីយប់មិញវីដេអូយប់មិញរៀងវែងបន្តិចតែក៏អរគុណដែរបងពូសុចបឹងច្រែងណាវីដេអូវែងតែគុណភាពមួយថ្ងៃឃើញមានអ្នកសរសើរម្នាក់ដែរតាបាទអូខេឥឡូវឆ្លើយសំណួរបងសិនរ៉ានីលោកគ្រូចន្ទទីខ្ញុំអាយុ10ឆ្នាំចង់ជំរុះតើធ្វើម៉េចទៅបានបងបើសិនជាចន្ទទីយើង10ឆ្នាំយើងចង់ជំរុះបានអត់ជាបញ្ហាទេបងណាបងអាចបាញ់ជំរុះបាទហើយ10ឆ្នាំបែបនេះគឺយើងជំរុះក្នុងខែ10ទៅយកមកត្រួយផ្កាបានយើងប្រើថៃអូ5គីឡូឬក៏6គីឡូតាមស្ថានភាពជាក់ស្ដែងណាបាទទឹក1000លីត្របូកជាមួយ13046 2គីឡូតែបើសិនជាអត់ជើងទី1អត់បានដាក់13046ទេមួយសប្តាហ៍បន្ទាប់ពីជំរុះជើងទី2បើករណីដីលបាយខ្សាច់ដីដែលមានសំណើមខ្ពស់អានឹងយើងជំរុះ2ជើងក៏បានដែរតែបើសិនជាដីទួលដីគ្រួសដីអត់មានសំណើមទេយើងជំរុះចំពេលដីស្ងួតហើយវាបើកថ្ងៃអញ្ចឹងយើងដាក់តែមួយជើងទៅក៏វាអាចជ្រុះដែរអញ្ចឹងណាបាទហើយជំរុះលើកទី2នោះគឺយើងប្រើថៃអូបាទ3គីឡូបាទហើយជាមួយនឹង13046យើងដាក់4គីឡូទៅអាហ្នឹងគឺវាជ្រុះមកលោតត្រួយមកផ្កាតែម្ដងបងណាចាំចូលខែ10រពេលវេលាសមរម្យណាដែលវាដាច់ទឹកភ្លៀងឈឿនហនបងឈឿនហនជំរាបសួរលោកគ្រូ13046និង05234គួរបាញ់ពេលណាបាទ05234យើងបាញ់ត្រៀមនៅពេលផ្កាចាំពេលដែលត្រួយចេញរួចបាទពេលដែលចន្ទទីលាស់ត្រួយរួចត្រួយវាអាយុ25ទៅ30ថ្ងៃគឺយើងប្រើ05234ទៅគឺសមរម្យល្មមប៉ុន្តែវាត្រូវការចេញត្រួយមួយតង់ទៀតបានវាផ្កាមកល្អណាបាទហើយជាមួយនឹង13046យើងលាយចូលគ្នាចោះអត់អីទេណាតែបើសិនជាត្រួយកំពុងតែខ្ចីទៅបញ្ចេញយើងប្រើ10/10អាហ្នឹងគឺត្រួយចេញមកគឺលុតមកផ្កាលឿនតែម្ដងណាបេះដូងកូនប្រុសបងឈុតទាញត្រួយមួយឈុតតម្លៃប្រមាណអាស្រ័យតាមចន្ទទីបងមាន58000និង71000អាហ្នឹងឈុតប្រទាញត្រួយណាបាទក្នុងទឹក1000លីត្រវាតាមអាយុរបស់ចន្ទទីបងយ៉ាតសុខុមឆាតមកខ្ញុំយ៉ាតសុខុមផងបាទអរគុណបងចាំបងអូនឆាតទៅបងណាចាំឆាយាជីត្រីបាញ់លើចន្ទទីពេលត្រួយផ្កាបានអត់លោកគ្រូបាទបើសិនជាត្រួយកំពុងតែចេញបងយកមកបាញ់ចោះចង់បាញ់លាយដាក់មួយអាទិត្យឬក៏10ថ្ងៃបាញ់ម្ដងក៏បានដែរបានតាមចិត្តតែករណីចន្ទទីពេលដែលផ្កាឬក៏ផ្កាកំពុងតែរីកឬក៏វាចេញក្តាប់ហើយចេញផ្លែហើយកាលណាយើងយកជីដែលយើងធ្វើខ្លួនឯងដូចជាជីត្រីជីផ្លែឈើជាដើមហ្នឹងយើងបាញ់ទៅយើងប្រឈមមុខនឹងបញ្ហាវាក្រៀមដោយសារអីធម្មតាជីយើងផលិតខ្លួនឯងវាអាចនឹងក្តៅបាទភាគច្រើនវាអាចនឹងក្តៅបាទអញ្ចឹងវាអាចប្រឈមមុខបញ្ហាក្រៀមខ្លាំងបាទការវាឆាប់ក្រៀមមិនក្រៀមខ្លាំងទេបាទអញ្ចឹងយល់ល្អយើងគួរតែប្រើនៅពេលកំឡុងត្រួយឬក៏ផ្កាកំពុំមិនទាន់រីកអានឹងយើងប្រើចោះហើយកុំភ្លេចបើសិនជាចេញផ្កាហើយកាសូបូរ៉ុនគឺអត់ឲ្យចោលទេណាគឺត្រូវតែបាញ់ប្រើយុទ្ធសាស្ត្របែបខ្ញុំទៅការរីកមកលុតក្តាប់ហើយខ្ញុំធ្វើច្រើនឆ្នាំហើយចន្ទទីមិនថាដីល្អមិនល្អបាញ់រួចបាទមិនថាបាញ់ពេលណាទេបាទជាពិសេសគឺពេលផ្កាតែម្ដងដាក់គឺដឹងតែមកក្តាប់លឿនមិនថាបងប្អូនប្រើ Super Farm ឬមិនប្រើជីក្រុមហ៊ុនណាក៏ដោយតែគេមានបច្ចេកទេសក្នុងការប្រើគឺយើងត្រូវសន្សំកម្លាំងឲ្យវាគ្រប់គ្រាន់ក្នុងការត្រៀមយកក្តាប់ជាពិសេសគឺកូនក្តាប់កូនផ្លែដែលយើងចេញវគ្គដំបូងបាទហើយថ្នាំក្តៅមិនគួរយកមកប្រើទេថ្នាំពុលណាប្រយ័ត្នប្រយែងចាប់ពីផ្កាទៅប្រយ័ត្នខូចផ្កាបាទឈៀងសឺនណាទីតាំងបងនៅខាងណាសាខាធំនៅភ្នំពេញបងនៅភ្នំពេញកងចន្ទទីចេញផ្កាបាញ់ថ្នាំក្តាបានអត់ក្តាឬក៏ក្តាមតែជាថ្នាំក្តាមហើយមើលទៅថ្នាំក្តាមពពួកថ្នាំនឹងធាតុសកម្មរបស់វាសៃពើមេត្រីនក្តៅមិនអាចបាញ់លើផ្កាបានទេណាសូមជម្រាបបាញ់បានតែត្រួយទេបាទកាលណាបាញ់លើផ្កាកំពុងតែរីកឬក៏ផ្ការីកហើយឬក៏ចន្ទទីមានក្តាប់បាញ់ឲ្យប្រឈមមុខការខូចខាតបាទបើយើងដាក់ស្រាលតិចតួចអាហ្នឹងវាអត់ជាបញ្ហាទេតែកុំបាញ់ញឹកញាប់ stress ចន្ទទីចេញក្តាប់អត់រួចហើយបើថ្នាំក្តៅបងប្អូនស្រួលមើលណាយើងបាញ់ចន្ទទីរួចយើងពិនិត្យមើល 2-3 ថ្ងៃ 4-5 ថ្ងៃបន្ទាប់ពីយើងបាញ់ថ្នាំក្តៅនឹងរួចថ្នាំពុលណាបាទមិនថាថ្នាំណាក៏ដោយខាងខ្ញុំក៏ដោយខាងគេក៏ដោយក្រុមហ៊ុនណាក៏ដោយបាញ់រួចបងប្អូនសង្កេតមើលតងចន្ទទីតងខ្ចីផ្កាដែលទើបបញ្ចេញមិនទាន់រីកបើវាបែកបំពង់អាហារបែកជ័រចេញជ័រច្រើនឡើងបតា
ខ្សោយកម្លាំងហើយចន្ទទីគឺក្តាប់យឺតដែរហើយក្តាប់មកក៏អត់សូវមានកម្លាំងហើយប្រឈមមុខជ្រុះដោយសារយើងប្រើថ្នាំក្តៅជ្រុលតងខ្ចីហើយគប់ផ្សំមួយអាកាសធាតុវាអត់សូវអំណោយផលផងវាអាចត្រជាក់ជ្រុលឬក៏ក្តៅជ្រុលធ្វើឲ្យចន្ទទីខ្សោយបែកបំពង់អាហារហើយវាខ្សោយកម្លាំងតែម្ដងអញ្ចឹងកាលណាខ្សោយកម្លាំងវាអត់ងាយចេញក្តាប់ទេហើយសួរថាយើងមើលមិនដឹងថាវាបែកបំពង់អាហារអត់មានន័យប្របែកទេមើលទៅជាប់ថ្លាចេញមកតាមតងផ្កាណាបែកចេញទឹកថ្លាតិចអាហ្នឹងហើយបាទមានន័យថាបែកបំពង់អាហារវាប៉ះពាល់ចន្ទទីចុងអ៊ីលបាទលោកគ្រូចន្ទទីខ្ញុំអាយុ14ឆ្នាំចេញត្រួយមកដល់ពេលនេះស្លឹកបៃតងចាស់តើប្រើរូបមន្តអ្វីដើម្បីបញ្ចេញត្រួយផ្កាបាទ14ឆ្នាំមកដល់ពេលនេះស្លឹកបៃតងចាស់បើយើងមិនជំរុះទេយើងប្រើថៃអូហើយនឹង13046ដូចគ្នាក៏ប៉ុន្តែយើងថៃអូយើងដាក់កម្រិតទាបបើត្រួយវាចាស់ព្រមគ្នាត្រៀមយកថ្មីថៃអូបងដាក់2គីឡូដាក់2គីឡូបើសិនជាបងដាក់3គីឡូមានន័យថាបងជំរុះស្លឹកចាស់ទុកតែស្លឹកថ្មីទេតែបើយើងដាក់2គីឡូគ្រាន់តែវាទៅដាស់ដំណេកទៅឲ្យរុក្ខជាតិលះចេញផ្កាចេញត្រួយហើយ13046បងដាក់4គីឡូចុះបាទទឹក1000លីត្រប៉ុណ្ណឹងគឺល្មមហើយអាហ្នឹងគឺមានន័យថាយើងបញ្ចេញត្រួយហ្នឹងយកផ្កាតែម្ដងហើយបន្ទាប់ពីពកផ្ការួចជើងទី2ដកថៃអូចេញឬក៏វាពកត្រួយមកចង្អុលដៃមកថ្នាំងដៃក៏ដោយណានេះប្រវែងនេះបើវាហាប់ត្រួយមកប្រវែងនេះគឺយើងដកថៃអូចេញយើងដក13046 3គីឡូលេជាមួយ10 1លីត្របាទប្រភេទទឹកដាក់1លីត្រទៅគឺផ្កាមកលឿនណាអាយុ14ឆ្នាំស្រួលធ្វើទេតែត្រូវឲ្យដីស្ងួតសិនបាទមេឃបើកថ្ងៃខ្លះសិនបើមិនអញ្ចឹងទេយើងបាញ់ទៅខាត់លុយមួយជើងលោហើយបាទចង់បានលឿនពេកប្រយ័ត្នដាច់ចំណងបាទបាញ់ឲ្យត្រូវភ្លៀងយកទៅអស់ខាតអាសុធនអូយ Facebook ឈ្មោះដាក់ឈ្មោះហៅបងអីចឹងមកសំរុំតិចបងចន្ទទី4ឆ្នាំគួរដាក់ជីប្រហែលគីឡូបាទដាក់កន្លះគីឡូទៅ7 8ខាំឬ1គីឡូអាស្រ័យទៅតាមដើមតូចដើមធំណាអាហ្នឹងជីគីមីអត់និយាយធម្មជាតិទេបើធម្មជាតិគុណ2បាទជីគីមីដាក់កន្លះគីឡូហ្នឹងគឺល្មមឲ្យ7 8ខាំហ្នឹងដើម4ឆ្នាំណាបាទដាក់ជីគល់ហើយកុំពជាពេលទៀតដាក់ឥឡូវទៅចង់ផុតហើយតែចូលដល់ចុងខែ9ចូលខែ10ហើយហួសពេលដាក់ជីគល់ហើយណាបាទសូមជម្រាបបងដែលធ្វើចន្ទទីត្រៀមនឹងដាក់ជីគួរតែដាក់ពីឥឡូវទៅឲ្យតាន់បាទដូចវីដេអូមុនខ្ញុំបានចែកម្លែកតាក់ទងចំណុចកន្លែងហ្នឹងចន្ទទីបើជីអាស៊ូតអិនតួដើមណាវាប្រើពេលវេលាត្រឹមតែ24ម៉ោងទៅ48ម៉ោងទេគឺចន្ទទីអាចស៊ីបានហើយបឺតបានពេលដែលយើងដាក់ទៅដល់ដីណាតែសម្រាប់ពេលហើយនឹងការបាទប៉ូតាស្យូមលេខក្តាលហើយនឹងលេខខ្ទុយវាត្រូវការពេលកន្លះខែទៅ20ថ្ងៃទើបវារលាយហើយចន្ទទីវាអាចបឺតយកសារធាតុចិញ្ចឹមទាំងអស់នឹងបានបើដីយើងនៅសំណាមយូរអង្វែងយើងអាចដាក់ចុងខែ9ហ្នឹងត្រូវហើយអត់ខុសទេគឺល្មមហើយអាហ្នឹងយើងដាក់លើកនេះយើងដាក់ត្រៀមយកផ្លែតែបើសិនជាដីបងឆាប់ស្ងួតឆាប់អស់សំណាមគួរតែដាក់នៅក្នុងខែ8ឬក៏ដើមខែ9ដើម្បីឲ្យចន្ទទីវាមានពេលបឺតយកសារធាតុចិញ្ចឹមទាំងអស់នោះទៅស្តុកទុកនៅក្នុងឫសទៅស្តុកទុកនៅក្នុងកោសិកាសបកដើមទៅស្តុកទុកនៅក្នុងស្លឹកជំនាន់ថ្មីដែលយើងផលិតបានពីខែ6ខែ7ទើបវាមានសារៈសំខាន់អាហារទាំងអស់នោះស្តុកនៅក្នុងស្លឹករួចពេលដែលយើងបាញ់បញ្ចេញផ្កានៅពេលដែលចន្ទទីចេញផ្កាចេញត្រួយថ្មីមកគឺវាយកអាហារទាំងអស់ហ្នឹងទៅចិញ្ចឹមទៅជំរុញទៅផ្ដល់ឲ្យស្លឹកជំនាន់ថ្មីត្រួយជំនាន់ថ្មីឬក៏ផ្កាហ្នឹងតែម្ដងណាតេះតារាពៅណាស្វាយចន្ទទីខ្ញុំអាយុ10ឆ្នាំដោយពេលខ្លីក្រោយភ្ជុំខ្ញុំយកជីគល់មកលីទឹកបាញ់គល់ជំនួសកប់តើបានដែរទេលោកគ្រូបានបងជីគីមីខ្ញុំនិយាយជីគីមីបងយកលាយទឹកកប់បានអត់ជាបញ្ហាស្រោចបានណាហើយបើយកល្អបងលាយជាមួយនឹងម៉ាដាម powder ខាងខ្ញុំទៅ1គីឡូទឹក500លីត្រជាមួយជី1បេទៅអាហ្នឹងយើងស្រោចគល់ដើម្បីរំញោចត្រួយលឿនណាបាទធ្វើវិធីបែបហ្នឹងគឺយើងជួយបានច្រើនចន្ទទីបានត្រួយលឿនហើយលះទៀតមានកម្លាំងទៀតបាទឬក៏យើងយកជីម្សៅដាក់2កញ្ចប់ទៅបើសិនជាយើងមានលទ្ធភាពអាចដាក់3កញ្ចប់1កញ្ចប់តែ30000ទេ1គីឡូបាទបើយកច្រើនហ្នឹងខ្ញុំហ្វ្រីមានថែមថយទៅតាមហ្នឹងទៀតបាទហើយយើងយកទៅស្រោចលាយជាមួយជីគល់អាហ្នឹងយើងរំញោចឲ្យវាចេញត្រួយលឿនគ្រាន់តែយើងធ្វើរួចបន្ទាប់ពីស្រោចរួចបាន 4-5 ថ្ងៃឬក៏មួយអាទិត្យបងបាញ់បញ្ចេញត្រួយគឺដឹងតែមកហើយមកស្អាតហើយកម្លាំងទៀតហើយយើងអុកយកផ្កាតែម្ដងអាហ្នឹងគឺចូលដល់ខែ10ខែ11ណាបាទអូខេសម្រាប់វីដេអូនេះគឺមានប៉ុណ្ណេះចោះបាទរឿងវែងនាទីតិចហើយបាទជាចុងក្រោយបងបើសិនជាពេញចិត្តរាល់ការចែកម្លែករបស់បងប្អូន
complex ជួយចែករំលែកវីដេអូនេះបន្តផងជួយ share ជួយចែករំលែកបន្តហើយសម្រាប់ជីថ្នាំអរម៉ូនពាក់ព័ន្ធជាមួយនឹងចន្ទទីគឺខ្ញុំមានមកសពបងប្អូនត្រូវការអីក៏ខ្ញុំមានដែរបាទព្រោះឃ្លាំងរបស់ខ្ញុំវាធំគួរសមដែរហើយអីវ៉ាន់គឺមានគ្រប់ប្រភេទមិនថាថ្នាំក្តៅថ្នាំត្រជាក់ថ្នាំសត្វល្អិតជីបំពន់កាល់ស្យូមបូរុន10ប្រភេទទឹកប្រភេទម្សៅ05234គឺមានទាំងអស់គ្រាន់តែថាវាអត់ទាន់ដល់ពេលដែលបងត្រូវប្រើមកដល់បច្ចុប្បន្ននេះអ្វីដែលយើងត្រូវប្រើគឺមានតែថៃអូនិង13046ទេដែលយើងត្រូវប្រើណាបាទហើយសម្រាប់10ប្រភេទទឹកគុណភាពខ្លាំងជាងប្រភេទម្សៅគឺវាសុទ្ធជាងបាទវាសុទ្ធជាងម្សៅហើយយើងចំណាយតិចជាងហើយបាញ់ជំរុញគឺលឿនបាទបើសិនជាបានយកប្រើជាមួយស៊ីវីតឬក៏កាល់ស្យូមបូរុនអាហ្នឹងកាន់តែធ្វើឲ្យចន្ទទីរបស់យើងវាស្ទុះលឿនណាបាទហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមបងអាចតំណែងមកកាន់លេខទូរស័ព្ទរបស់បងអូនដែលមាននៅខាងលើវីដេអូបាទឬក៏ call មកតាមរយៈតាម page ក៏បានឆាតចូល page ក៏បានតាម Telegram ក៏បានដែរដូចគ្នាណាព្រោះនៅក្នុង caption នៅខាងលើវីដេអូខ្ញុំដាក់លេខទូរស័ព្ទហើយបាទអរគុណច្រើន